បទអដ្ឋមហាឋានឋានធំទាំងឡាយ8កន្លែងជាទីស្ញប់ស្ញែងដែលពពួកសត្វទីមួយឧស្សានជាឋានព្រៃស្ងាត់គឺព្រៃរាំងរត់ដែលទ្រង់ប្រសូតទីពីរប្រសាដែលព្រះទ្រង់ស្រត្រាំងក្រោមដើមពោធិទីព្រឹកឧត្តមទី3កន្លែងដែលព្រះបរមសំដែងព្រះធម៌ឈ្មោះធម្មចាំងប្រោភិក្ខុ5អង្គគឺពួកបញ្ចវគ្គធ្លាប់ឧបបង្ខំបំរើព្រះអង្គដោយហង្រតីថ្លៃមិនអាចលះបង់ហើយយាងដំរងពីដើមជ្រៃទៅទី4ជាទីដែលទ្រង់គង់នៅក្នុងឋានព្រៃជ្រៅឈ្មោះប៉ាឡេឡៃ
មានតែសត្វថ្លៃសត្វដំរីព្រៃបំរើព្រះទី5ឈ្មោះរត់តាំងណាំងបាឡាំងគឺទីត្រង់ច្បាំងនីឡាគីរីពេលនោះមានមនុស្សបាយជាពីមើលពីធីសម្ដេចសម្ពុទ្ធទី6កាព្រះសម្ពេញុតអនញាណជាមកតធ្វើបាដេហាចាញ់ពួកនេះក្រោតក្រៅព្រះសង្ឃនាឈ្នៀងល្បីអង្គចាគ្មានអ្នកណាដល់ទី7កាព្រះទួងសង្ឃពលគង់លើមុនដលថ្មព្រះឥន្ទ្រីហើយទ្រង់សំដែងនៅព្រះធម្មីប្រកបនាមជាធម៌អង្គភិធម្មគុណមេដាដែលជាគុណធំ
បីកាលព្រះអង្គរាំងផ្ទុំក្រោមដើមរាំងសាធីងព្រឹកទាំងគូពេលនោះឯងហើយព្រះសັບពាំងយូព្រះអង្គជាគ្រូយាងចូលនិព្វានឋានធំ8កន្លែងនោះមានប្រដេញស្ថានក្នុងជុំពូទ្វីបជាទីដែលមនុស្សនឹងពួកទេវតាអនអង្គមៀងសកាគោរពបូជាខ្ញុំម្ចាំងអោនកាយបង្គំវន្ទាដល់ឋានធំ8កន្លែងសូមសុខចម្រើន